សួស្តីអ្នកនរគ្នាខ្ញុំប៊ុនលៀបនៅក្នុងវីដេអូនេះដែរខ្ញុំមកធ្វើការបង្ហាញពីមុខងារមួយដែលមានឈ្មោះថា magnification loop ដែលអនុញ្ញាតឲ្យយើង screenshot នៅលើទូរស័ព្ទហើយធ្វើការ zoom នៅលើ screenshot នឹងតែម្ដងតោះកុំឲ្យខាត់ពេលយូរយើងទៅមើលវាប្រាប់អ្នកនរគ្នាដើម្បីប្រើមុខងារនេះបានយើងគ្រាន់តែធ្វើការ screenshot បន្ទាប់មកចូលទៅ icon រូប big បន្ទាប់មកចូល icon រូបសញ្ញាបូកបន្ទាប់មកចុចពាក្យថា add loop នោះយើងនឹងឃើញកន្លែងពង្រីកយើងអាចពង្រីកវាបានយើងអាចពង្រួមវាបានទៅតាមចំណង់ចូលចិត្តរបស់យើងបន្ទាប់មកយើងចុចពាក្យ save to photo បន្ទាប់មកយើងចូលទៅកន្លែង photo នោះយើងនឹងឃើញរូបភាពយើងដែលមានកន្លែងពង្រីកហើយលោកអ្នកក៏អាចប្រើមុខងារមួយនេះលើរូបភាពផ្សេងៗបានដូចគ្នាលោកអ្នកគ្រាន់តែចុចលើ icon edit បន្ទាប់មកចុចលើ icon រូប pencil នេះបន្ទាប់មកចុច icon សញ្ញាបូកបន្ទាប់មកចុចពាក្យថា add loopបន្ទាប់មកលោកអ្នកគ្រាន់តែចុច save ចុច done ជាការស្រេចសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះរហូតដល់ចប់បើអ្នកទាំងអស់គ្នាមានចម្ងល់ពី Apple device អាច comment នៅខាងក្រោមបានហើយកុំភ្លេចជួយចុច subscribe ឬ follow ដើម្បីទទួលបានវីដេអូថ្មីៗ